ចេញហើយប្រៃចមិតបងប្អូនចេញពតធ្វើជារូបផ្លូវការហើយប្រមូលផ្ដុំសិតតែជើងខ្លាំងមកពីបណ្ដាលប្រទេសសិតតែលំដាប់កំពូលបងប្អូនលើកនេះកលាគោធឿនធីរាត្រៀមស្វាគមន៍ជើងខ្លាំង7រូបមកពីបណ្ដាលប្រទេសនានាសិតតែលំដាប់តាប់ជួរមុខប្រទេសគេបងប្អូនសកម្រិត A មកត្រៀមប៉ះជាមួយកលាគោធឿនធីរាប្រកួត Element Tournament លើទឹកដីខណ្ឌកបូរាជធានីភ្នំពេញនេះនៅក្បែរដីឡូវត្តសួនពេជ្របងប្អូនកុំភ្លេចចាំតាមដានទស្សនាការប្រកួតផ្ដាល់គុណខ្មែរ Gens Bird Fall គុណខ្មែរដឹងតញាក់សាច់ហើយបងប្អូនហើយការប្រកួតនេះជួបចូលរួមប្រកួត Element Tournament លើកនេះគឺជាការប្រកួតវីដណ្ដើមកប៉ោងមីស Gens Bird ហើយកីឡាករធឿនធីរាត្រូវប៉ះបេក្ខភាពមកពីបណ្ដាប្រទេស7ប្រទេសនេះសិតតែលំដាប់បងប្អូនហើយលើកកីឡាករទី1នេះគឺកីឡាករលីប៉ូលីងដែលជាកីឡាករជើងខ្លាំងមកពីខាងចិនណាបងប្អូនទ្វីបចិនហើយនឹងកីឡាករទី2នេះគឺកីឡាករម៉ាស៊ីបសារីយ៉ាត់ដែលជាកីឡាករជើងខ្លាំងរងអូបងប្អូនកីឡាករធឿនធីរាត្រៀមធ្វើការធ្ងន់ឲ្យប៉ះស្ទើរដាប់ហើយកីឡាករទី3នេះគឺកីឡាករម៉ូហាមេតអាលីដែលជាកីឡាករម៉ារ៉ូសហើយនឹងកីឡាករអេស្ប៉ាញបងប្អូនកីឡាករនេះដែលមានហៅនាមថាម៉ូហាមេតប៊ូឡាមឺនដែលជាកីឡាករអេស្ប៉ាញបងប្អូនហើយនឹងកីឡាករមួយរូបទៀតនេះគឺជាជើងខ្លាំងរបស់ខាងអង់គ្លេសមកពីប្រទេសញូហ្សេឡង់ដែលមានហៅនាមថាកីឡាករនីវិកដែលជាជើងខ្លាំងម្ចាស់ខ្សែក្បាត់ពី3ស្ថាប័នបងប្អូនពិតជាមិនធម្មតាជើងខ្លាំងញូហ្សេឡង់នេះចូលរួមប្រកួតប៉ះមួយធឿនធីរានឹងកីឡាករមួយរូបទៀតនេះគឺកីឡាករជើងខ្លាំងរុស្ស៊ីដែលមានហៅនាមថាវ៉ាស៊ីលីថាគីលីឡាដែលជាជើងខ្លាំងមកពីខាងរុស្ស៊ីបងប្អូនចូលរួមប្រកួត Element Tournament ប៉ះជាមួយនឹងកីឡាករធឿនធីរាយើងจะមើលតើកីឡាករអ្នកណាដែលជាគូចុងក្រោយប៉ះជាមួយនឹងធឿនធីរាព្រោះជើងខ្លាំងទាំងប្រមាណរូបនេះចូលរួមប្រកួតដើម្បីតទល់ជាមួយនឹងជើងខ្លាំងធឿនធីរាបងប្អូនហើយនឹងកីឡាករមួយរូបទៀតបងប្អូនដឹងហើយគឺជាម៉ូចាស់របស់កីឡាករធឿនធីរាយើងគឺប៉ាវ៉ែលហើយជាកីឡាករម៉ារ៉ូដឹងតែញាក់សាច់ហើយត្រៀមកុកក្រោកដឹងតែញាក់សាច់បងប្អូនចូលរួមសិតតលំដាប់ដូចជាកីឡាករម៉ារ៉ូ2រូបបងប្អូនកីឡាករម៉ារ៉ូចូលរួមប្រកួតElement Tournament នេះប៉ះជាមួយនឹងធឿនធីរានេះបងប្អូនគឺ2រូបតែចូលរួមប្រកួតនេះហើយចេញមកហើយគូមួយរូបប្រវត្តិប្រកួតគុំធម្មតាដែរបងប្អូនចូលរួមសិតតែម្ចាស់ខ្សែក្បាត់ម្ចាស់ពៀនកំពូលលំដាប់ពិភពលោកច្រើនខ្លាំងទេហើយធឿនធីរាលើកនេះធ្វើការធ្ងន់ហើយចូលរួមប៉ះសិតតែលំដាប់ប៉ុន្តែលើកនេះគឺចូលរួមកីឡាករម៉ូចាស់របស់គាត់មួយគឺកីឡាករប៉ាវ៉ែលគឺគាត់មានកីឡាករហាសាន់កីឡាករស្លាន់អីទេបងប្អូនហើយនឹងកីឡាករអូម៉ាយទេគឺមានតែកីឡាករផ្សេងបណ្ដាលប្រទេសជើងខ្លាំងដាប់ផ្សេងមកប្រកួតប៉ុន្តែនេះសិតខ្លឹមដែរបងប្អូនព្រោះគាត់ទ្រូគេក៏មិនធម្មតាដែរស្ទឹមចាស់ខ្សែក្បាត់ពិភពលោកដែរហ្នឹងបងប្អូនចូលរួមប្រកួតនេះមិនលុំណាប៉ះធឿនរាយើងប៉ះគីឡូធ្ងន់ហើយគេក៏ខ្លាំងយើងក៏ខ្លាំងដែរបងប្អូនហើយលើកនេះក៏ជាការប្រកួតជាលើកទី3របស់ធឿនធារា Element Tournament ដែរព្រោះលើកទី1ដូចជាការប្រកួតដណ្ដើមឡានហើយលើកទី2ប្រកួតដណ្ដើមផ្ទះហើយលើកទី3នេះគឺប្រកួតដណ្ដើមកំប៉ុងមីកែនសំពើតពិតជាធម្មតាទេ BA កែនសំពើតលើកនេះហើយប៉ះ Element Tournament លើកនេះយើងจะមើលធឿនធារាគាត់ទប់ទល់បានដែរឬយ៉ាងណាព្រោះមកជាចុងក្រោយនេះកីឡាករធឿនធារាគាត់រៀងធ្លាក់ប្រៃចភាពធ្លាក់ស៊ូស្ទើស៊ូអីចឹងណាបងប្អូនគាត់ថាមករយៈចុងក្រោយនេះហើយจะមើលតើធឿនធារាពុតរឹងស៊ូប្រកួតដូចមុនដែរឬទេក៏មកអ្នកគ្រប់គ្រងរិះគន់ទៀតព្រោះខ្ញុំឃើញអ្នកគ្រប់គ្រងគុណខ្មែរមួយចំនួនបានចូលរិះគន់នៅក្នុង supporter ខាង Gens Bird ផងបងគាត់ថាធឿនធារាលើកនេះគឺតស៊ូមិនបានអីចឹងទៅខ្លះថាចេះថាចោះតែយើងจะមើលទីសងលើសង្វៀនទីសងលើកីឡាករធឿនធារាប្រកួតបងប្អូនហើយនេះមានតពលលំមានប៉ុណ្ណេះចែកជូនប្រិយមិត្តបងប្អូន